ឯកឧត្តមស្បង់សរ៉ាត់ប្រធានក្រុមប្រឹក្សាខេត្តនិងជាប្រធានគណៈបកខេត្តព្រៃវែងអញ្ជើញដង្ហែអង្គកឋិនទានសាមគ្គីវត្តថ្មីសិរីឧត្តមហៅវត្តត្រពាំងព្រីងស្ថិតនៅឃុំដំរីពួនស្រុកស្វាយអន្តរខេត្តព្រៃវែងព្រឹកថ្ងៃទី1ខែវិច្ឆិកាឆ្នាំ2025ឯកឧត្តមស្បង់សរ៉ាត់និងសហការីបានអញ្ជើញចូលរួមជាមួយពុទ្ធបរិស័ទចំណុះជើងវត្តថ្មីសិរីឧត្តមនិងសប្បុរសជនជិតឆ្ងាយបានដង្ហែអង្គកឋិនទានសាមគ្គីទៅកាន់វត្តថ្មីសិរីឧត្តមដើម្បីប្រមូលបច្ច័យកសាងសមិទ្ធផលនានាក្នុងវត្តបន្តទៀតបច្ច័យដែលឯកឧត្តមស្បង់សរ៉ាត់និងសហការីព្រមទាំងបងប្អូនពុទ្ធបរិស័ទបានធ្វើបុណ្យសាមគ្គីប្រមូលចូលបុណ្យប្រគេនដល់ព្រះគ្រូចៅអធិការវត្តសរុប20,296,000 រៀលនិងស៊ីម៉ង10តោនផងដែររសៀលថ្ងៃដដែលឯកឧត្តមស្បង់សរ៉ាត់ព្រមទាំងសហការីបានអញ្ជើញចូលរួមចូលបុណ្យកឋិនទានសាមគ្គីនៅវត្តព្រៃរូងស្ថិតនៅឃុំដំរីពូនស្រុកស្វាយអន្តរខេត្តព្រៃវែងចំនួនបច្ច័យ1,830,000 រៀលផងដែរ